gái trong ngọt đây à mà nhỏ đại chứ đúng. Hello ក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរ admin បានទៅទិញកាដូសម្រាប់ខ្លួនឯងបាទពីអ្នកប្អូនស្រីបងប្អូនទាំងអស់គ្នាតោះបងប្អូនមកមើលជាមួយ admin ទាំងអស់គ្នាថា admin ទិញកាដូអ្វីសម្រាប់ខ្លួនឯងឥឡូវ admin បានមកដល់ទីតាំងហាងលក់ទូរស័ព្ទមួយកន្លែងដែលល្បីក្នុងបណ្ដាញសង្គមខ្លាំងមែនទែនឥឡូវនេះមកមើលជាមួយ admin ទាំងអស់គ្នាថា admin ទិញទូរស័ព្ទមកអ្វីសម្រាប់ខ្លួនឯងបាទនេះគឺជាម៉ាកទូរស័ព្ទដែលមាន model Tecno Power 6 Pro 5G ដែលពុកម៉ែបងប្អូនចូលចិត្តបាទមិនថាថតវីដេអូបាទមិនថាថតរូបគឺពេញចិត្តតែម្ដងបងប្អូនហើយបាទហើយរូបរាងក៏ស្អាតដែរគឺពេញចិត្តខ្ញុំតែម្ដងហើយជាពិសេសគឺម្ចាស់ហាងរស់រាយមែនតើពុកម៉ែបងប្អូនគ្នាបាទសួរនាំយើងមកពីណាពីណីអីចឹងទៅបាទហ្នឹងហើយហើយនេះគឺជារូបរាងទូរស័ព្ទបងប្អូនគ្នាមកឃើញគឺស្អាតមែនតើនោះខ្ញុំក៏ឃើញបាទញាត់ដៃចង់ធ្លាក់ពុកម៉ែបងប្អូនគ្នាបាទមិនបានចង់ធ្លាក់បងប្អូនបើគឺសិនជាស្អាតម្លឹងនេះបានហើយកាដូក៏ច្រើនដែរពុកម៉ែបងប្អូនគ្នាខ្ញុំទៅនេះគឺខ្ញុំអត់ដឹងថាគាត់ចែកកាដូច្រើនឡើងទេគឺជាប្រម៉ូសិនថ្មីរហូតទៅដល់11មុខហើយណាបងប្អូនគ្នាបាទច្រើនមែនតើនិយាយទៅគឺចាំមែនតើឲ្យខ្ញុំទៅដល់ឡើងភើបមែនតើបងប្អូនគ្នាគឺ surprise សម្រាប់ខ្ញុំហើយក៏គាត់ប្រាប់ថាគឺជាអតិថិជនដំបូងតែម្ដងដែលទទួលបានpromotion ថ្មីបាទតើបងប្អូនកុំឲ្យពេលវេលាយូរមកមើលវីដេអូ unboxing ជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានមកដល់ផ្ទះវិញហើយនេះគឺជារបស់ថែមដែលខ្ញុំទទួលបានមួយថងធំតែម្ដងតោះមកបានមើលជាមួយខ្ញុំទាំងអស់គ្នាតើនៅក្នុងនេះមានអ្វីខ្លះតោះនេះហើយគឺជាកាដូ11មុខដែលខ្ញុំទទួលបានបាទវ៉ាវអែមមែនតើច្រើនមែនតើឡើងកាន់ទៅឡើងណែនថងញ័រឡើងណែនថងតែម្ដងបងប្អូនគ្នាមកមើលកាដូថែមទី1គឺបាស Bluetooth ដែលមានរូបរាងដូចកង់ឡានអញ្ចឹងបាទគឺមានភ្លើងចាក់ម៉ាស់ដាក់មកគឺលឺបុកព្រោះមែនតើបាទអែមមែនតើមានទាំងភ្លើងមានទាំងអីហើយរូបរាងដូចតកង់ឡានហ្នឹងបងប្អូនអ្នកគ្នាវ៉ាវស្អាតមែនតើដូចឃើញបានឃើញអញ្ចឹងបាទបន្តមកកដោបមួយទៀតគឺកាសកដោបបាទកាសកដោបនេះគឺស្អាតមែនតើបងប្អូនអ្នកគ្នាពណ៌ប្រាក់ទៀតហើយពាក់ទៅហាប់ណែនទៅជាល្អមែនតើស្រាប់បងប្អូនអ្នកគ្នាហាត់ប្រានបាទគឺអាចស្ដាប់បានយើងរត់យើងអីចឹងណានៅក្នុងជីមនឹងអីទៅគឺដាក់ទៅហាត់ណែនល្អមែនតើបាទយើងកំដរអារម្មណ៍ក្នុងការហាត់ប្រានទៅយើងកំដរអារម្មណ៍មកស្ដាប់ទៅព្រោះអែមែនតើហ្នឹងហើយតោះមកមើលកាដូមួយទៀតបងប្អូនអ្នកគ្នាបាទនេះគឺជាកាស Bluetooth មួយទៀតតែកាសនេះគឺកាសយើងសុំនឹងជជែកបងប្អូនអ្នកគ្នាបាទគឺមុខរូបរាងតូចហើយដែកអ៊ីណុកបាទដែកអ៊ីណុកធ្ងន់មែនតើបាទគឺពណ៌ក៏ស្អាតចេញភ្លើងបាទនឹងរូបរាងបងប្អូនអ្នកគ្នាបាទមាននឹងគេដាក់ខ្សែកសម្រាប់យើងពាក់យើងអីចឹងណាបាទយើងពាក់នឹងកទៅយើងយកទៅណាអីវាស្រួលកុំឲ្យពិបាកយើងដាក់នឹងកប៉ាយដាក់អីនឹងចឹងវាធ្ងន់បាទហ្នឹងហើយអែមែនតើដូចខ្សែកបានឃើញចឹងបាទយើងសម្រាប់ពាក់នឹងកទៅស្រួលយើងដើរទៅណាទៅណីយើងយកតាមទៅកុំឲ្យពិបាកយើងដាក់នឹងកប៉ាយវាទៅវាអីវាធ្ងន់ចឹងណាបាទអូខេឥឡូវយើងមកបន្តបាក់កាដូមួយទៀតនេះគឺជាកាដូក្រុមហ៊ុនដែលក្រុមហ៊ុនផ្ដល់ឲ្យយើងតែម្ដងបាទគឺរីមានក្នុងប្រអប់នឹងស្អាតមែនតើមើលតែប្រអប់ទៅដឹងតែស្អាតដែរក្នុងមានអីគេបាទខាងក្នុងនេះគឺមានបាស Bluetooth មួយគឺ speaker ហើយនឹងដូចកម្លាំង100វ៉ាត់គឺមាននៅក្នុងប្រអប់ប៉កខៀវហ្នឹងបាទហើយនេះគឺជាបាសបាទ Bluetooth មានរូបរាងស្អាតទូចល្មមបាទសម្រាប់យើងយកតាមខ្លួនអញ្ចឹងណាអែមែនតើបាទហើយនេះគឺជាបាទដោយកម្លាំង100វ៉ាត់តែមានក្បាលរហូតដល់3ឯណោះបាទគឺច្រើនមែនតើយើងចុកដោតដោយទូរស័ព្ទម៉ាកអីក៏បានដែរបាទដល់ទូរស័ព្ទប្រភេទអីក៏បានដែរបងប្អូនគ្នាបើយើងអាចបញ្ចូលបានទាំងអស់បាទសូម្បីតែខ្សែនឹងចង់បិទកូនដៃខ្ញុំបាទហើយបាទវ៉ាវអែមែនតើហើយបញ្ចូលពេលយើងដោតចូលភ្លើងមានភ្លើងមានអីគឺចេញមកស្អាតមែនតើឥឡូវយើងមកតដំណើរជាមួយនឹងកាដូមួយទៀតបាទនេះគឺជាលេខលកាសវត្តដែលជាកាដូមួយទៀតគឺមើលខាងក្រៅប្រអប់រូបបង្ខំក្នុងប្រអប់ហ្នឹងគឺស្អាតប៉ុណ្ណឹងហើយឥឡូវយើងមកមើលរូបរាងក្នុងប្រអប់តែម្ដងតើដូចរូបរាងខាងរូបនៅក្នុងប្រអប់ហើយអត់អូខេនេះគឺជារូបរាងនៅខាងក្រៅមកមកដល់គ្នាបាទអែមែនតើគឺដូចរូបនៅក្នុងពិតនៅក្នុងប្រអប់តែអញ្ចឹងបាទរូបក្នុងប្រអប់មិនគឺនៅខាងក្រៅគឺអញ្ចឹងបាទស្អាតមែនតើថែក៏ smooth ហើយក៏ smooth
ហើយទៅមិនធំអីណាស់ណាទេបងប្អូននោះគ្នាគឺតូចល្មមសម្រាប់ដៃបាទពាក់នឹងដៃគឺស្អាតមែនតើបាទអែមមែនតើវ៉ាវនេះជា power bank ដែលជាកាដូមួយទៀតបាទមានមើលរូបក្នុងប្រអប់ស្អាតឥឡូវយើងមកមើលខាងក្នុងប្រអប់តែម្ដងថារូបរាងដូចនៅខាងក្រៅអត់បាទភ្ជាប់ជាមួយនឹងដូចបញ្ចូលមួយហើយនឹងបាទរូបរាងក្នុង power bank នេះតែម្ដងឥឡូវរូបរាង power bank នេះយើងមើលថាប៉ុន្តែมันធំអីណាទេបងប្អូននៅគ្នាគឺតូចទេយើងអាចដាក់ចូលក្នុងកប៉ៅបានអត់សូវធ្ងន់ទេបងប្អូននៅគ្នាបាទអត់សូវធ្ងន់ទេដាក់ចូលក្នុងកប៉ៅដូចយើងមានទូរស័ព្ទមួយទៀតចឹងបាទបញ្ចូលយើងដាក់ជាមួយនឹងកប៉ៅទៅមែនតើយើងទៅយកទៅណាទៅណីវាស្រួលតែម្ដងបាទវាមិនធំធ្ងន់អីចឹងណាបាទអូខេតែឥឡូវយើងមកមើលរូបរាងទូរស័ព្ទទាំងអស់គ្នាតែម្ដងថាស្អាតប៉ុណ្ណានេះគឺជាប្រអប់ទូរស័ព្ទដែលប្រាប់ពីមុខងារទូរស័ព្ទមួយហើយនេះគឺជាទូរស័ព្ទនៅខាងក្រៅប្រអប់ឥឡូវយើងមកមើលរូបរាងទូរស័ព្ទពិតតែម្ដងថាស្អាតប៉ុណ្ណាដូចរូបរាងក្នុងប្រអប់តែទេអូខេតោះយើងមកមើលទាំងអស់គ្នានេះគឺជារូបរាងរបស់ទូរស័ព្ទបងប្អូនអ្នកគ្នាឥឡូវយើងដកចេញពីប្រអប់មកហ្នឹងហើយនេះគឺជារូបរាងរបស់ទូរស័ព្ទបាទបងប្អូនអ្នកគ្នាដូចនៅរូបនៅក្នុងប្រអប់អត់បាទដូចអត់បងប្អូនគ្នាបាទដូចមែនតើហើយស្អាតទៀតបាទនេះគឺជាខាសបាទសម្រាប់យើងដាក់នៅសម្ការពារទូរស័ព្ទយើងកុំឲ្យឆ្កូតបាទអីចឹងណាគឺស្អាតមែនតើហើយបងប្អូនអ្នកគ្នាឃើញកញ្ចក់អត់ដល់ពេលយើងដាក់ទៅមានរូបឃើញរូបរាងទូរស័ព្ទយើងខាងក្រៅតែម្ដងគឺអែមែនតើយើងអត់គេថាបិទបាំងរូបរាងទូរស័ព្ទរបស់យើងឥឡូវខ្ញុំកំពុងតែដាក់ទូរស័ព្ទហើយឥឡូវយើងមើលថាសមអត់ស្អាតអត់បងប្អូនអ្នកគ្នាបាទអែមែនតើនេះបាទឃើញបងប្អូនអ្នកគ្នាដល់ពេលយើងដាក់ទៅដូចយើងអត់បានដាក់ខេសចឹងតែវារូបរាងកញ្ចក់ដល់ពេលយើងមើលខាងមើលរូបរាងទូរស័ព្ទទៅឃើញតែម្ដងអត់លាក់បាំងទេហើយនេះគឺជាឌុយរបស់យើងបាទមានកម្លាំងរហូតដល់70វ៉ាត់ដល់បញ្ចូលថ្មគឺលឿនមែនតើបាទចាប់ពី0ដល់100គឺប្រើរយៈពេលតែ45នាទីឯងពេញតែម្ដងបាទលឿនមែនតើតែបើខ្ទង់50ជាងអីខ្ញុំបញ្ចូលតែ20នាទីមួយផ្លែតគឺបញ្ចូលពេញតែម្ដងបាទគឺ20នាទីហើយយើងមានឌុយសេនមួយហើយនឹងកាសមួយអញ្ចឹងទៅបាទក្រុមហ៊ុនប្រោឲ្យយើងនៅក្នុងទូរស័ព្ទហ្នឹងតែម្ដងហើយមែនតើបាទហ្នឹងហើយអូខេឥឡូវយើងមកមើលរូបរាងទូរស័ព្ទម្ដងទៀតហើយក៏បញ្ជាក់បងប្អូនអ្នកគ្នាផងដែរនេះគឺទូរស័ព្ទដែលខ្ញុំហែកថ្មីប្រអប់តែម្ដងបងប្អូនអ្នកគ្នានៅបងប្អូនគ្នាឃើញនៅខាងដើមវីដេអូអញ្ចឹងបាទខ្ញុំបើកហែកប្រអប់ហ្នឹងគឺថ្មីប្រអប់តែម្ដងបាទហើយក៏មិនមានការ sponsor ដែរក៏ម្ចាស់ហាងក៏អត់មាន sponsor មកខ្ញុំទេគឺខ្ញុំទិញលុយពេញថ្លៃតែម្ដងបាទគាត់តែបញ្ជាក់បងប្អូនអ្នកគ្នាថាខ្ញុំទិញទូរស័ព្ទនេះគឺខ្ញុំហែកថ្មីប្រអប់បាទអូខេនេះគឺជាកាដូដែលខ្ញុំទទួលបានបាទគឺច្រើនមែនតើនិយាយកញ្ចង់ហត់ដែរបងប្អូនអ្នកគ្នាច្រើនមែនតើអរគុណច្រើនពុកម៉ែបងប្អូនអ្នកគ្នាដែលបានទស្សនាកុំភ្លេចចុច like follow page របស់រូបខ្ញុំបាទម្នាក់មួយផងបាទជម្រាបលាបាយបាយ